គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមចំនួន2ដែលស្រូបទាញយកការងារសរុបប្រមាណ990កន្លែងទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋានព្រឹកថ្ងៃទី6ខែឧសភាឆ្នាំ2025លោកឡុងឌីម៉ង់អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្តស្ដីពីលទ្ធផលបឋមនៃសេចក្តីព្រាងរបាយការណ៍សិក្សាវិតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមពេញលេញលើគម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមនិងផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡារបស់ក្រុមហ៊ុន Allovoltage Industrial Agro និងគម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមរបស់ក្រុមហ៊ុន Cambodia Kuna New Energy Agro ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុខេត្តព្រះសីហនុការអនុវត្តគម្រោងទាំងពីរនេះត្រូវបានរំពឹងថានឹងផ្ដល់ជាប្រយោជន៍សំខាន់ៗនៅដំណាក់កាលសាងសង់និងដំណាក់កាលអនុវត្តដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋការពង្រឹងជំនាញបច្ចេកទេសសម្រាប់បុគ្គលិកកម្មករបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិននិងជួយពង្រឹងដល់សេដ្ឋកិច្ចនៅក្នុងមូលដ្ឋានផងដែរជាមួយគ្នានេះលោកអភិបាលរងបានណែនាំដល់ម្ចាស់គម្រោងធ្វើយ៉ាងណាគ្រប់គ្រងនិងកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងសង្គមមកត្រឹមកម្រិតអតិបរមានិងប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្តក៏ដូចជាយកអ្នកបច្ចេកទេសនិងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឲ្យអស់លទ្ធភាពដោយឡែកក្រុមហ៊ុនប្រឹក្សាយោបល់ត្រូវប្រមូលយកធៀបភ្ជួរដែលបានលើកឡើងដោយមន្ត្រីអង្គភាពដាក់ចូលក្នុងរបាយការណ៍ឲ្យបានត្រឹមត្រូវជាលទ្ធផលស្របជាមួយនឹងការគ្រប់គ្រងចំពោះគម្រោងនេះតំណាងមន្ត្រីអង្គភាពនិងស្ថាប័នទាំងអស់បានចូលរួមផ្ដល់មតិយោបល់និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួនធ្វើយ៉ាងណាឲ្យគម្រោងអាចដំណើរការទៅមុខនិងមានផលប៉ះពាល់តិចតួចបំផុតសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking Newsចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ